សញ្ញាទាំង12ចំណុចដែលបញ្ជាក់ថាដៃគូរបស់យើងម្ខាងទៀតកំពុងតែប្រើប្រាស់និងកេងចំណេញលើយើងទីមួយនៅក្នុងទំនាក់ទំនងស្នេហាវាតែងតែមានទៅមានមកមានន័យថាយើងផ្ដល់ឲ្យគេផ្ដល់ឲ្យយើងវិញប៉ុន្តែបើសិនជាអ្នកជាបុគ្គលតែម្ខាងដែលចាំតែផ្ដល់ឲ្យគេមានន័យថាវាមានបញ្ហាហើយទីពីរដៃគូម្ខាងទៀតមានពេលទៅនេះឲ្យយើងលុះត្រាតែយើងមានផលប្រយោជន៍ឲ្យគេដែរមានន័យថាគេព្រមនៅជាមួយយើងលុះត្រាតែគេមើលឃើញផលប្រយោជន៍សម្រាប់ខ្លួនគេដូចជាលុយកាក់កន្លែងស្នាក់នៅឬក៏គេអាចពឹងពាក់យើងឲ្យបានមួយបើសិនជាអត់មានទេគេអត់ព្រមមានពេលទៅនេះឲ្យយើងទេទី3គេតែងតែអត់សុបាយចិត្តនៅពេលដែលយើងសុំជំនួយពីគេវិញសុំការគ្រប់គ្រងពីគេវិញនៅគណៈពេលដែលគេពឹងយើងបានយើងពឹងគេអត់បានទេទី4ដៃគូម្ខាងទៀតមិនចង់មានឈ្មោះជាសង្សាររបស់យើងទេហើយក៏គ្មានឆន្ទៈបដិញ្ញាចិត្តចង់កសាងទំនាក់ទំនងយូរអង្វែងជាមួយយើងដែរមានន័យថាគេគ្រាន់តែរាប់អានយើងបណ្ដោះអាសន្នប៉ុណ្ណោះទី5យើងទទួលអារម្មណ៍ដោយខ្លួនឯងថាគេចាត់ទុកយើងគ្រាន់តែជាជំរើសមួយប៉ុណ្ណោះហើយគេលាក់ទុកទំនាក់ទំនងអ្នកទាំងពីរហ្នឹងគឺជារឿងអាចកំបាំងមានន័យថាគេអត់ដែលណែនាំឲ្យយើងស្គាល់មិត្តភ័ក្តិឬក៏បងប្អូនគេទេហើយក៏អត់ដែលបញ្ចេញជាសាធារណៈដែរទី6យើងមានអារម្មណ៍ថាហត់នឿយនិងអស់កម្លាំងណាស់ដោយសារតែយើងជាភាគីតែម្ខាងដែលខិតខំប្រឹងប្រែងកសាងទំនាក់ទំនងមួយហ្នឹងដែលភាគីម្ខាងទៀតគេចាំតែកេងយកផលប្រយោជន៍ពីយើងទី7យើងមានអារម្មណ៍ថាខ្លួនឯងគ្រាន់តែជាមនុស្សចាំកំណត់អារម្មណ៍ដៃគូម្ខាងទៀតឬគ្រាន់តែជាកាបូបលុយសម្រាប់ឲ្យដៃគូម្ខាងទៀតចាយវាតាមចិត្តមិនមានអារម្មណ៍ថាយើងទាំងពីរនាក់ជាគូស្នេហ៍ពិតប្រាកដនោះទេទី8ដៃគូម្ខាងទៀតជាអ្នកកំណត់លក្ខខណ្ឌនៅក្នុងទំនាក់ទំនងយើងទាំងពីរមានន័យថាយើងត្រូវធ្វើអីខ្លះយើងទៅជួបគ្នានៅកន្លែងណាពេលណាហើយសូម្បីតែមធ្យោបាយឬក៏របៀបដែលយើងតាក់ទងគ្នាហ្នឹងក៏គេជាអ្នកកំណត់ដែរនិយាយរួមគឺគេធ្វើតាមចិត្តរបស់គេអត់ខ្វល់ពីអ្វីដែលយើងចូលចិត្តឬក៏អ្វីដែលយើងចង់បានទេទី9ដៃគូម្ខាងទៀតគ្មានចិត្តចង់បង្កើតទំនាក់ទំនងពិតប្រាកដជាមួយយើងទេឬក៏គេចង់បង្កើតទំនាក់ទំនងคล้ายៗលួចលាក់ជាមួយយើងទី10គឺខ្ចីលុយយើងអត់ដែរសងទេស៊ីដាច់រហូតហើយឲ្យតែពេលយើងរំលឹកពីរឿងសងលុយគឺគេតែងតែមានលេសនេះលេសនោះដើម្បីអត់សងលុយយើងទី11យើងតែងតែចេញលុយប៉ាវភាគីម្ខាងទៀតជានិច្ចមិនថាទៅញ៉ាំអីមួយគ្នាទៅដើរលេងឬក៏ចំណាយផ្សេងៗទេគេតែងតែឲ្យយើងប៉ាវគេជានិច្ចគេអាចចេញលុយទេទី12ដៃគូម្ខាងទៀតចាំតែទាញយកផលប្រយោជន៍ពីអ្វីដែលយើងមានទេមានន័យថាទ្រព្យសម្បត្តិដែលយើងមានដូចជាឡានម៉ូតូផ្ទះសម្បែងឬក៏អីផ្សេងៗក៏ដោយគឺគេសប្បាយអរនឹងប្រើប្រាស់របស់យើងដែលអត់មានខ្វាយខ្វល់ពីចិត្តយើងទេហើយសូម្បីតែការបង្រៀនឬក៏ការចែករំលែកបទពិសោធន៍ឬក៏ជំនាញផ្សេងៗទៅឲ្យគេក៏គេអត់បានបង្ហាញអំពីការដឹងគុណឬក៏កោតសរសើរយើងចេញពីចិត្តដោយស្មោះត្រង់ដែរមានន័យថាគេគ្រាន់តែយកយើងជាឈ្នន់ទេបើសិនជាអ្នកមើលឃើញចំណុចទាំង12ខាងលើនេះថាតើអ្នកគួរតែដោះស្រាយបញ្ហាហ្នឹងរបៀបម៉េចទី1អ្នកត្រូវតែចាប់ផ្ដើមនិយាយថា no ដើម្បីធ្វើតេស្តមើលថាតើបើសិនជាអ្នកបដិសេធទៅលើអ្វីដែលគេពឹងពាក់អ្នកឬក៏ឲ្យអ្នកជួយថាតើគេនឹងមានប្រតិកម្មរបៀបម៉េចគេអាចនឹងខឹងឬក៏គេអាចទៅជាបកកចំនួនអីជាមួយអ្នកវិញទី2យើងស្នើសុំឲ្យគេជួយយើងវិញចាំមើលថាតើគេជួយយើងវិញអត់បើសិនជាគេអត់ព្រមជួយយើងវិញទេដោយសារតែលេសនេះលេសនោះយើងដឹងចម្លើយដោយខ្លួនឯងថាគេកំពុងតែប្រើប្រាស់យើងឬក៏យ៉ាងម៉េចទី3យើងនិយាយគ្នាត្រង់ៗជាមួយគេហ្មងទៅថាឥឡូវនេះខ្ញុំកំពុងតែមានអារម្មណ៍ថាត្រូវបានគេប្រើប្រាស់កេងចំណេញហើយខ្ញុំចង់ឲ្យតំណែងជាមួយនឹងគឺមានភាពស្មើគ្នាយុត្តិធម៌សម្រាប់ដៃគូទាំងសងខាងហើយយើងចាំមើលថាតើគេឆ្លើយតបជាមួយយើងវិញថាម៉េចទី4យើងត្រូវជឿជាក់ទៅលើបេះដូងខ្លួនឯងបើសិនជាអ្នកតែងតែមានអារម្មណ៍ថាយើងត្រូវបានគេប្រើប្រាស់ឬក៏កំពុងតែកេងចំណេញអ្នកគួរតែជឿជាក់លើអារម្មណ៍មួយហ្នឹងជឿជាក់លើចិត្តមួយហ្នឹងព្រោះមានន័យថាអ្នកអាចនឹងកំពុងតែត្រូវបានគេកេងចំណេញមែនទី5រៀបចំខ្លួនឯងដើម្បីដើរចេញមធ្យោបាយតែមួយគត់ដែលយើងអាចដោះស្រាយបញ្ហាហ្នឹងបានគឺដើរចេញពីទំនាក់ទំនងមួយហ្នឹងដោយសារតែមនុស្សដែលចូលចិត្តប្រើប្រាស់និងកេងចំណេញលើគេមិនអាចផ្លាស់ប្ដូរនៅកែទំនាក់ទំនងបានឡើយវាមិនងាយជាសរុបមកវិញទំនាក់ទំនងគូស្នេហ៍ពិតប្រាកដត្រូវកសាងឡើងដោយការគោរពឲ្យតម្លៃគ្នាជួយយកអាសានិងមើលថែគ្នាទៅវិញទៅមកយើងម្នាក់ៗត្រូវនៅជាមួយមនុស្សណាដែលផ្ដល់តម្លៃឲ្យយើងពិតប្រាកដក្នុងនាមជាយើងមិនមែនផ្ដល់តម្លៃឲ្យយើងដោយសារតែរបស់ដែលយើងផ្ដល់ឲ្យគេនោះទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយចុច like share និង follow page Facebook Instagram របស់ខ្ញុំក៏ដូចជា subscribe channel YouTube របស់ខ្ញុំមួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត